ថ្ងៃនេះខ្ញុំប្រាប់ពីឧបករណ៍ចាំបាច់សម្រាប់ការចាំត្រីឲ្យដូចទៅពីខ្ញុំណាឧបករណ៍ចាំបាច់ទី1សង់ចាំត្រីហ្នឹងឯងហើយទី2កូនម៉ូទ័រមួយម៉ូទ័របូមអត់ម៉ូទ័រនេះគឺអត់បានទេដោយសារម៉ូទ័រនេះវាអ្នកបូមជាងវាមុខត្រីចេញគឺអាងចាំត្រីយើងនេះដាក់ក្នុងនេះហើយបន្តមកបូមទឹកពីនេះទៅរកចូលធុងតែស្នោខ្ញុំ3ដែរហើយទៅរកវិញខ្លាយទៅពីទឹកស្អាតទីទៅហើយមួយទៀតគឺតការសកៃដូងនោះដាក់នៅក្នុងធុងស្នោនឹងដែរបើមិនវាអត់មានសកៃដូងទេក៏ចាំអត់ដាក់ដែរទីទៅបើមានតែប៉ុណ្ណឹងពុកម៉ែបងប្អូនចាំត្រីមិនបាច់លើតការហ្នឹងតែឯងមានតែបូមអត់ត្រីហ្នឹងឯងហើយម៉ែបងប្អូនខ្លះឮថាចាំត្រីអត់ដូរទឹកហើយឆាតមកសួរខ្ញុំឮថាខ្ញុំលក់អវ៉ាន់គិតថាខ្ញុំបោកក្រោយតែនិយាយថាចាំត្រីអត់ដូរទឹកហ្នឹងលក្ខណៈបោកតាមពិតខ្ញុំរៀនអន់ចិត្តដែរតែខ្ញុំមិនជឿអីតែខ្ញុំមានហេតុផលមួយចង់ឲ្យពុកម៉ែបងប្អូនគិតតែពេលនេះខ្ញុំលក់ចំណេញតែ1រៀល2រៀលហើយអាដូចទៀតអមតើចោលអភិសែនេះខ្ញុំលក់ចំណេញបាន3 4រៀលហ្នឹងឈ្មោះហើយខ្ញុំមានហេតុផលអីទៅបោកពុកម៉ែបងប្អូនហើយមួយទៀតហើយត្រីនេះខ្ញុំថតតាំងពីខ្ញុំសុំមករហូតដល់វាឡើងចិត្តល្មមលក់ហើយត្រីខ្ញុំនៅដដែលហើយតាំងពីតូចមកខ្ញុំអត់ដែលដកទឹកសូម្បីតែម្ដងដោយសារខ្ញុំ5ម៉ូទ័រនេះបូមវាឈ្មោះមកក្នុងនេះហើយដល់ពុកម៉ែបងប្អូនថាអត់ជិះឥឡូវខ្ញុំបូមលក់ត្រីឲ្យមើលទៀតមើលទៅបូមបាយមើលតែខ្ញុំបូមលក់ត្រីជាងពីនោះបានអត់នេះពុកម៉ែបងប្អូននេះមុខវាឃើញពុកម៉ែបងប្អូនខ្ញុំឲ្យពេញបាតពុយទៅវាមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនវាមានអីពិបាកមានបងប្អូនជាច្រើនគាត់បានខមមិនសួរខ្ញុំណាថាអូនបើអ៊ំចង់ចាំត្រីអត់ដូរទឹកដូចឯងអញ្ចឹងណាមួយខែអ៊ំចំណាយថ្លៃភ្លើងអស់ប៉ុន្មានហើយបើអ៊ំចង់ធ្វើអាជីវកម្មបានអត់អញ្ចឹងនៅវីដេអូបន្ទាប់ខ្ញុំនឹងផ្ដល់ចម្លើយគាត់ហើយខ្ញុំនឹងប្រាប់ថាតើអ្នកណាខ្លះចិញ្ចឹមត្រីចំណេញហើយអ្នកណាខ្លះដែលចិញ្ចឹមត្រីមិនចំណេញ